ដាំរងទីហ៊ានការិយាល័យអាកាសចរខេត្តបាត់ដំបងដាំណារងហៅដាំរងជាអតីតទីហ៊ានសាក់ពីការិយាល័យអាកាសចរនៃរបបសាធារណរដ្ឋខ្មែរនៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចគាត់នឹងក្រុមគ្រួសារមិនត្រូវបានចម្លៀសចេញពីភូមិគោកបន្លៃឃុំអមាល់ស្រុកភ្នំសំពៅខេត្តបាត់ដំបងទេដោយសារគាត់ជាទីហ៊ានរបស់របបលន់នល់និងជាមុខសញ្ញារបស់អង្គការខ្មែរក្រហមផងមិនយូរមិនឆាប់គាត់ក៏ត្រូវចាប់ខ្លួនជាមួយនឹងអតីតនីតិហ៊ានជាច្រើនរូបទៀតដាំរងបានត្រូវបង្ខំឲ្យសារភាពអំពីប្រវត្តិរបស់ខ្លួនតាំងពីកុមារភាពរហូតដល់ថ្ងៃចាប់ខ្លួនកាលពីកុមារភាពដាំរងត្រូវបានម្ដាយបញ្ជូនឲ្យទៅស្នាក់នៅឯវត្តជាមួយឪពុកមាម្នាក់ឈ្មោះព្រំណមដែលជាប្រជ័យអធិការវត្តនរាខេត្តបាត់ដំបងក្រោយពីឪពុកមារបស់ដាំរងបានចូលបម្រើនៅក្នុងអង្គការ CATO ខ្មែរសេរីតាមការអូសទាញរបស់កែវសំណាងគាត់ក៏អូសទាញដាំរងប្រសង់និងសិស្សសាលាមួយចំនួនឲ្យចូលក្នុងចលនា CATO ជាមួយដែរបងប្រុសរបស់ដាំរងឈ្មោះដាំខឿនហៅសារិតដែលកំពុងបួសជាសង្ឃនិងបងប្អូនជីដូនមួយពីរនាក់ឈ្មោះញុកពន្លកនិងឈ្មោះញៀនក៏បានចូលរួមក្នុងចលនានោះដូចគ្នានៅក្នុងឆ្នាំ1960នៅពេលដែលដាំរងកំពុងសិក្សានៅថ្នាក់ទី6ទំនើបនៅឡើយដាំរងបានជួយអូសទាញសិស្សចំនួន13នាក់មកឲ្យបងប្រុសរបស់គាត់ឈ្មោះដាំខឿនហៅសារិតនៅឆ្នាំ1962ដាំរងនិងមនុស្ស15នាក់ទៀតបានចូលបម្រើក្នុងអង្គការ CIA តាមការណែនាំរបស់ដាំខឿននិងបានទទួលប្រាក់ឧបត្ថម្ភចំនួន 10,000 រៀលក្នុងមួយខែដោយបំពេញភារកិច្ចជាអ្នកដើរស៊ើបការណ៍និងធ្វើវិធានសនាដាំរងនិងគ្នារបស់គាត់បានកសាងកម្លាំងសិស្សចំនួន12នាក់និងប្រជាជន3នាក់ឈ្មោះទាំងនេះត្រូវបានភ្ជាប់ទៅនឹងខ្សែបណ្ដាញមួយចំនួនទៀតដើម្បីចូលរួមគាំទ្រផែនការ CATO នៅកម្ពុជានៅចុងឆ្នាំ1963ដាំខឿនបានបញ្ជូនដាំរងខៀវកៅវិតូនិងជុនទ្រីទៅធ្វើការនៅគណៈបកប្រជាធិបតេយ្យប្រចាំក្រុងបាត់ដំបងជាមួយឈ្មោះពៅគណៈបកនេះបង្កើតឡើងដើម្បីប្រឆាំងនឹងគណៈបកកុម្មុយនីសនៅឆ្នាំ1964ដាំរងខៀវកៅវិតូនិងជុនទ្រីត្រូវបានម៉ៅរុនចាត់តាំងឲ្យចូលបង្កប់ខ្លួនក្នុងចលនាចម្រើននិងអង្គការពីរទៀតរបស់គណៈបកកុម្មុយនីសគឺអង្គការយុវជនស្នេហាជាតិនិងអង្គការពលករដាំរងបានសារភាពថាគាត់បានបំផ្លាញនិងបំបែកបំបាក់កម្លាំងផ្ទៃក្នុងរបស់អង្គការពលករហើយបានអូសទាញបុគ្គលិករបស់អង្គការនេះមួយចំនួនឈ្មោះអេនសែមពុំនិងផលឲ្យចូលបម្រើអង្គការ CIA នៅឆ្នាំ1965សោមសំអនបានឡើងកាន់តំណែងជាប្រធានចលនាចម្រើនដែលពីមុនតំណែងនេះជារបស់ម៉ៅរុនដាំរងខៀវកៅវិតូនិងជុនទ្រីបានអូសទាញសមាជិករបស់អង្គការសកបសម្ព័ន្ធកម្ពុជាប្រជាធិបតេយ្យម្នាក់ឈ្មោះដូចចောက်ឲ្យចូលរួមក្នុងអង្គការ CIA នៅឆ្នាំ1966ដាំរងខៀវកៅវិតូនិងជុនទ្រីបានភ្ជាប់ទំនាក់ទំនងជាមួយភ្នាក់ងារបង្កប់ចំនួន14នាក់ដើម្បីបន្តការងារសម្ងាត់របស់ខ្លួនតទៅទៀតឆ្នាំ1967ពេលរៀននៅថ្នាក់ទីបញ្ចប់ដាំរងនឹងមិត្តភ័ក្តិរបស់គាត់ឈ្មោះតែលេងហៃគង់វុធីឈោឈុនលីនិងឃឹមកំសានបានបញ្ចុះបញ្ចូលមិត្តរួមថ្នាក់និងប្រជាជនឲ្យចូលក្នុងចលនា CIA 9នាក់ហើយឈ្មោះទាំងអស់នេះត្រូវបានបញ្ជូនឲ្យតាមដានផ្ទៃក្នុងរបស់ចលនាចម្រើនតាមដានសិស្សនិងប្រជាជនក្រៅពីនេះគឺដើរឃោសនាប្រជាជននៅក្នុងភូមិរបស់ខ្លួនឲ្យគាំទ្ររដ្ឋាភិបាលលន់នល់នៅក្នុងឆ្នាំដដែលនោះដាំរងនិងមិត្តភ័ក្តិ2នាក់បានប្រឡងជាប់មករៀននៅភ្នំពេញជាមួយគ្នានៅក្នុងរយៈពេលនោះអ្នកទាំង3បានស្គាល់ប៉ូលីសសម្ងាត់សាក់5ម្នាក់ឈ្មោះឡាយគឹមហុងជាខ្សែ CIA នៅភ្នំពេញអ្នកទាំង3បានចូលជាសមាជិកសមាគមនិស្សិតទូទៅនៃប្រទេសកម្ពុជាដែលមានភោគឆាយជាប្រធានក្រោយមកក្នុងឆ្នាំ1977ភោគឆាយត្រូវខ្មែរក្រហមចាប់ខ្លួនមកគុកទួលស្លែងឆ្នាំ1968ដាំរងនិងខៀវកៅវិតូបានចូលរួមនៅក្នុងអង្គការបដិវត្តន៍មួយទៀតដែលមានឈ្មោះថាយុវជនកម្ពុជាប្រជាធិបតេយ្យ
នៅក្នុងអង្គការនោះអ្នកទាំងពីរបានបង្កបាតុភិបផ្សេងៗធ្វើឲ្យសមាជិកនៃសមាគមនិងអង្គការយុវជនកម្ពុជាប្រជាធិបតេយ្យបែកខ្ចាត់ខ្ចាយរលំរលាយខ្លះត្រូវជាប់ឃុំឃាំងខ្លះទៀតងាកទៅចូល CIA ចំពោះអ្នកដែលអូសទាញបានគឺត្រូវចាត់តាំងឲ្យធ្វើសកម្មភាពតាមដានខ្សែចម្រើនផ្ទៃក្នុងសិស្សនិងសាស្ត្រាចារ្យដូចគ្នានៅក្នុងឆ្នាំនេះមានសមាជិក CIA ជាច្រើនបានបង្កប់នៅក្នុងជួរចម្រើនចំណែកនៅក្នុងស្រទាប់ប្រជាជនមានញុកកន្លកដាំខឿនពៅញៀនសៀងនិងតោសារឿនបានគៀងគរកម្លាំងប្រជាជនឲ្យចេញធ្វើការបង្ក្រាបចលនាតស៊ូរបស់ប្រជាជននៅភ្នំវីចាបហើយថែមទាំងបានឃោសនាប្រជាជនឲ្យជឿលើរដ្ឋាភិបាលលន់នល់ថែមទៀតឆ្នាំ1969នៅក្នុងខេត្តបាត់ដំបងអង្គការ CIA បានធ្វើសកម្មភាពឃោសនានិងបំផុសឲ្យប្រជាជនចេញមកក្រាបចលនាតស៊ូរបស់ប្រជាជនដាំរងនិងមិត្តភ័ក្តិរបស់គាត់បានគៀងគរកម្លាំងដើម្បីគាំទ្រការធ្វើរដ្ឋប្រហាររបស់រដ្ឋាភិបាលលន់នល់ចំណែកតូវ៉ាន់ឌីនិស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រនិងជាមិត្តរបស់ដាំរងបានអូសទាញនិស្សិតដូចគ្នាបានចំនួន4នាក់រួចបញ្ជូនឲ្យទៅធ្វើសកម្មភាពបំបែកបំបាក់ចលនានិស្សិតនៅក្នុងមហាវិទ្យាល័យវិទ្យាសាស្ត្រជាមួយនារីប៊ុនសតនិងនារីឪវ៉ាន់ថាន់និងអូសទាញបានអតីតមេបញ្ជាការទាហានចំនួន5នាក់ទៀតឆ្នាំ1970ដាំរងស្ម័គ្រចិត្តធ្វើជាទាហានកងទ័ពអាកាសសម្រាប់ពូននិងដាំរងបានចូលបង្កប់ខ្លួននៅក្នុងអង្គការចម្រើនក្នុងខេត្តបាត់ដំបងតាមការចាត់តាំងរបស់វត្តវ៉ាន់ឌីដាំរងបានដើរឃោសនាប្រជាជនចូលធ្វើទាហានឲ្យបានច្រើនក្នុងនោះមានសមាជិក CIA ចំនួន11នាក់ក៏បាននាំគ្នាចូលធ្វើទាហានលន់នល់ដែរនៅឆ្នាំ1971សម្រិទ្ធពូននិងដាំរងត្រូវបានបំពាក់សាក់មួយនៅក្នុងឆ្នាំនេះដាំរងសម្រិទ្ធពូនម៉ៅរុនមុំចន្ទាអតីតសាស្ត្រាចារ្យនៅមហាវិទ្យាល័យវិទ្យាសាស្ត្រជាសាច់ញាតិរបស់អ៊ីនតាំកងចម្រើនសោមសំអ៊ុនលុកឆូតតូចឈួងតលយឿតនិងពុនសំភាជបានបង្កើតសមាគមមួយឆ្នាំ1972ដាំខឿនបានត្រឡប់មកពីហាត់រៀនយុទ្ធសាស្ត្រទ័ពនៅវៀតណាមខាងត្បូងហើយបានមកកាន់តំណែងខាងផ្នែកប្រតិបត្តិការសឹកដាំរងបានប្រគល់កិច្ចការរបស់ខ្លួនឲ្យទៅបងប្រុសធ្វើបន្តទៀតចំណែកខ្លួនបានតាក់ទងជាមួយនារីម្នាក់ឈ្មោះនីដែលជានារីរសាររបស់តែលេងហៃជាគ្រូបង្រៀនដើម្បីស៊ើបរកព័ត៌មានស្ដីអំពីគម្រោងការវាយស្កាត់ផ្លូវរបស់ពួកកងទ័ពរំដោះនៅភូមិអូតាប៉ោងនិងគម្រោងការវាយប្រហារបន្ទាយដូនកែវឆ្នាំ1973ជន្ទ្រីនិងដាំរងបានសំណូមពរឲ្យហឿននិងពុំដែលធ្វើការនៅក្នុងក្របខ័ណ្ឌបដិវត្តជួយផ្ដល់ព័ត៌មានរបស់អង្គការបដិវត្តទៅឲ្យអង្គការសម្ងាត់ CIA បន្ទាប់មកដាំរងជន្ទ្រីសោមសំអ៊ុននិងប្រាក់សាវ៉ាតបានពិភាក្សាគ្នាដាក់ផែនការវិបដិវត្តបន្តនៅក្នុងចម្លើយសារភាពរបស់ដាំរងបានសរសេរថាខ្ញុំជន្ទ្រីសោមសំអ៊ុននិងប្រាក់សាវ៉ាតបានតាក់ទងគ្នាដើម្បីរៀបចំផែនការទប់ទល់នឹងបដិវត្តហើយបានសម្រេចដូចតទៅ1បង្កើនកម្លាំង CIA ក្នុងស្រទាប់មជ្ឈដ្ឋាននៅក្នុងក្រុង2បង្កើតកម្លាំងចារកម្មនៅក្នុងតំបន់រំដោះនិងទី3ចាត់តាំងឲ្យកម្លាំង CIA ចុះចាប់ប្រជាជននិងតាមដានសកម្មភាពវិធានសនារបស់បដិវត្តក្រោយពីរៀបចំផែនការហើយប្រាក់សាវ៉ាតបានធ្វើដំណើរទៅកាន់តំបន់រំដោះហើយស្នាក់នៅជាមួយខៀវកោវីតូប្រាក់សុភ័ណ្ឌនិងដូចចកនៅផ្ទះរបស់វ៉នជាលេខាឃុំស្រុកសង្កែតំបន់មួយដាំរងអូទាញបានទាហានសាក់មួយម្នាក់ឈ្មោះខ្ទីងសាម៉តបញ្ចូលជាសមាជិក CIA ថែមទៀតនៅក្នុងខែកញ្ញាស្ថានភាពសឹកនៅក្នុងខេត្តបាត់ដំបងកាន់តែមានភាពតានតឹងដាំរងគឺជាអ្នកទទួលខុសត្រូវការពារសាលាទ័ពអាកាសដាំរងបានចូលបង្កប់ជួរនៅភូមិខ្សាយដើម្បីខ្លំមើលគ្រប់សភាពការកងទ័ពរំដោះដែលឆ្លងកាត់តំបន់នោះហើយរាយការណ៍ទៅឲ្យដាំខឿនចុះធ្វើប្រតិបត្តិការកំទេចមន្ទីរបដិវត្តនៅលាងភ្នំចាក់អង្កាមព្រមទាំងចាប់បុគ្គលិកពេទ្យចំនួន5នាក់យកមកឃុំឃាំងឆ្នាំ1974ដាំរងបានឡើងឋានៈជាអនុសេនីយ៍តូដាំរងត្រូវបានតែងតាំងឲ្យធ្វើជានាយសេនាធិការដ្ឋាននៅសាលារៀនកងទ័ពអាកាសខេត្តបាត់ដំបងវិញ
នៅទីនោះដាំរងបានបញ្ចុះបញ្ចូលអតីតហ៊ានប្រតិបត្តិឯកម្នាក់ឲ្យចូលធ្វើការនៅក្នុងអង្គការរបស់ខ្លួនដើមឆ្នាំ1975សភាពការនៅជុំវិញទីក្រុងមានសភាពកាន់តែធ្ងន់ធ្ងរឡើងដាំរងនិងបកពួករបស់គាត់នៅតែបន្តសកម្មភាពជាបន្តបន្ទាប់ដោយបញ្ជូនកម្លាំងបង្កប់ដែលអូសទាញបានទៅក្នុងអង្គការបដិវត្តន៍និងជួរប្រជាជនដើម្បីបង្កឲ្យមានការបះបោរប្រឆាំងនឹងបដិវត្តន៍ក្រោយថ្ងៃទី17ខែមេសាឆ្នាំ1975កងកម្លាំងបដិវត្តន៍បានផ្ដួលរំលំរបបលន់នល់បណ្ដាញខ្សែបង្កប់របស់ដាំរងក៏ត្រូវបែកខ្ញែកគ្នាអស់ខ្លះត្រូវកងទ័ពរំដោះកំទេចចោលខ្លះភៀសខ្លួនទៅប្រទេសថៃហើយខ្លះទៀតត្រូវអង្គការប្រមូលឲ្យទៅរស់នៅភ្នំអូពងមាន់ដាំខឿននិងហូមៀនក៏ត្រូវអង្គការបដិវត្តន៍គាយយកទៅដែរបន្ទាប់ពីពេលនោះមកដាំរងបានជួបសំសំអន់កុលយឿតផុនណេតសុខុមខៀវម៉ាលឿននិងជាសុខនហើយបាននាំគ្នាត្រឡប់ចូលមកក្រុងបាត់ដំបងវិញអង្គការតំបន់បានចាត់តាំងសំសំអន់ឲ្យប្រមូលកម្លាំងអ្នកតស៊ូនៅក្នុងក្រុងបាត់ដំបងទាំងអស់មកធ្វើការវិញសំសំអន់ប្រមូលកម្លាំង CA បង្កប់ក្នុងជួរចម្រើនបានចំនួន20នាក់រួមទាំងដាំរងផងបន្ទាប់មកបានបែងចែកកម្លាំងជា3ក្រុមឲ្យទៅធ្វើការនៅតាមស្រុកចំនួន3គឺស្រុក41ស្រុក42និងស្រុក43ដែលស្ថិតនៅក្នុងតំបន់4ចំពោះឈ្មោះដែលត្រូវបែងចែកគឺបំបែកទៅតាមឃុំផ្សេងទៀតដើម្បីងាយស្រួលក្នុងការរៀបចំខ្សែបណ្ដាញ CA បន្តទៀតមុនពេលចុះធ្វើការជាមួយកម្មាភិបាលម្ដងសំសំអន់និងកុលយឿតតែងតែផ្ដល់ដំណឹងឲ្យខ្សែ CA របស់គាត់នៅតាមឃុំនានាដឹងមុនជានិច្ចសំសំអន់និងកុលយឿតត្រូវអង្គការតំបន់4ផ្ដល់ការទុកចិត្តឲ្យអនុញ្ញាតឲ្យធ្វើការនៅគៀកនឹងខ្លួនទៀតផងនៅខែឧសភាឆ្នាំ1975អង្គការតំបន់4បានកោះហៅសំសំអន់និងក្រុមបញ្ញាជនទៅរៀនសូត្រនៅវត្តសម្ដេចមួយថ្ងៃក្រោយរៀនសូត្រចប់អង្គការតំបន់4បានសុំឲ្យសំសំអន់ជួយរៀបចំពិធីបុណ្យរំលឹកខួបថ្ងៃទី17ខែមេសាឆ្នាំ1975នៅក្នុងស្រុក41ជាឱកាសល្អសំសំអន់កុលយឿតដាំរងនិងគ្នា8នាក់ទៀតបានដាក់ផែនការអនុវត្ត3ចំណុចទី1គឺបង្កតំណផ្ទៃក្នុងកម្មាភិបាលដែលចុះជាប់ជាមួយទី2បំផុសឲ្យប្រជាជនថ្មីជ្រួលច្របល់និងទី3បំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋនៅតាមមន្ទីរនិងក្រសួងដាំរងនឹងឈ្មោះប្រាក់សវត្ថបានចុះធ្វើការជាមួយខ្សែបង្កប់នៅតាមឃុំនានាបំផិតបំភ័យប្រជាជននៅពេលដែលអង្គការបដិវត្តន៍ដើរប្រមូលកុមារអាយុចាប់ពី8ដល់14ឆ្នាំឲ្យរៀនសូត្រនៅតាមមន្ទីរដាំរងបានញុះញង់ថាអង្គការយកកុមារតូចៗទាំងអស់នេះទៅសងយួនយាកកងដែលបានស្លាប់នៅក្នុងពេលមកជួយច្បាំងក្នុងពេលសង្គ្រាមការឃោសនានេះបានធ្វើឲ្យប្រជាជនជ្រួលច្របល់នាំគ្នាយកកូនទៅលាក់ហើយតវ៉ាមិនព្រមប្រគល់កូនទៅឲ្យអង្គការក្រោយមកទៀតដាំរងបានដឹកនាំខ្ទីងសាម៉ននូសាម៉នផលពុំដោកនិងសភ័ណ្ឌបង្កភាពភ័យខ្លាចចំពោះកុមារជារៀងរាល់យប់រហូតដល់កុមារខ្លះទៅជាឈឺនិងខ្លះទៀតទ្រាំមិនបានលួចរត់ត្រឡប់ទៅផ្ទះវិញនៅក្នុងខែកញ្ញាឆ្នាំ1975អង្គការបានចាត់តាំងដាំរងឲ្យមើលថែរក្សាក្មេងនៅវត្តបោសែតដាំរងបែរជាអប់រំណែនាំកុមារចំនួន12នាក់ជាកូនរបស់ប្រជាជនថ្មីឲ្យជួយបំបែកបំបាក់ផ្ទៃក្នុងកុមារបំភ្លេចបំផ្លាញផ្លែឈើនៅក្នុងការដ្ឋាននិងរបស់ប្រជាជន2ខែក្រោយមកដាំរងត្រូវផ្លាស់មកនៅឃុំអមាល់ស្រុកសំពៅមាសអង្គការបានចាត់តាំងដាំរងនិងអៀងឲ្យទៅជួយដឹកស្រូវឲ្យកងចល័តយុវជនយុវនារីនៅតាមភូមិនានានៅក្នុងពេលនោះដាំរងបានដើរបញ្ចុះបញ្ចូលបងប្អូនប្រជាជននៅក្នុងឃុំអមាល់ឲ្យមានទំនាស់នឹងអង្គការឃុំថែមទៀតឆ្នាំ1976ដាំរងបានដឹកនាំកងចល័តទៅកាន់ការដ្ឋានបឹងពោហើយបន្តការងារអូសទាញប្រជាជននៅទីនោះបាន4នាក់ឈ្មោះសេងលេងដោកហេងសួននិងឌឿនឲ្យចូលរួមសកម្មភាពជាមួយខ្លួនបន្ទាប់ពីដឹងខ្លួនថាអង្គការឃុំតាមចាប់អ្នកទាំង4បានភៀសខ្លួនទៅប្រទេសថៃប៉ុន្តែកងឆ្លរបដិវត្តន៍បានស្ទាក់កំទេចចោលនៅត្រឹមអូដំបងដាំរងនិងអៀងចេះតែបន្តញុះញង់ឲ្យប្រជាជនមានទំនាស់ជាមួយកម្មាភិបាលពេទ្យអំពីការដែលមិនបានផ្ដល់ថ្នាំល្អៗឲ្យអ្នកជំងឺ
និងឃោសនាឲ្យប្រជាជនប្រឆាំងនឹងអង្គការឃុំខែសីហាដាមរងបានទទួលផែនការពីថ្មីទៀតពីប្រធានភូមិដងតុងទី1កសាងកម្លាំងដោយឃោសនាអប់រំណែនាំនិងបំផុសឲ្យប្រជាជនប្រឆាំងនឹងបដិវត្តន៍ទី2ស្រាវជ្រាវរកខ្សែតាក់ទងទៅខាងព្រៃអំពិល5ដើមនៅតំបន់3ដាមរងអូទាញបានអតីតទាហានម្នាក់ឈ្មោះសមសំផុនដាមរងបានធ្វើដំណើរទៅកាន់ស្រុក41តំបន់4ពិភាក្សាជាមួយប្រាក់សវត្ថអំពីផែនការថ្មីទៀតដែលផ្ដោតសំខាន់ទៅលើចំណុចបំបែកផ្ទៃក្នុងជួរកម្មាភិបាលធ្វើវិឆេទកម្មខាងកសិកម្មនិងឧស្សាហកម្មនៅចុងខែសីហាដាមរងត្រូវបានប្រធានគណៈឃុំអម៉ាល់បញ្ឈប់ពីការងារជាអ្នកផលិតថ្នាំហើយបញ្ជូនឲ្យទៅនៅភូមិគោកបន្លៃក្នុងសហករណ៍មួយចាប់តាំងពីនោះមកដាមរងបានធ្លាក់ខ្លួនឈឺនិងសម្រាប់ព្យាបាលខ្លួនអស់រយៈពេល1ខែដាមរងបំពេញការងារផងនិងឆ្លៀតពេលជួបពិភាក្សាជាមួយខ្សែរបស់គាត់ជាញឹកញយផងដើម្បីរាយការណ៍អំពីលទ្ធផលការងារទៅវិញទៅមកមុននឹងពិភាក្សាអនុវត្តផែនការថ្មីរហូតដល់ចុងឆ្នាំ1976ទើបត្រឡប់មកធ្វើការនៅឃុំអម៉ាល់ជាមួយអៀងស្របពេលជាមួយគ្នានោះអង្គការបានចាត់តាំងឲ្យដាមរងធ្វើជាអ្នកគូផែនទីដាមរងក៏បានប្រើប្រាស់ពេលវេលានេះទៅបំផុសប្រជាជនឲ្យស្អប់បដិវត្តន៍ដោយលើកយកចំណុចសំខាន់ពីរទី1ការរស់នៅក្នុងរបបសមូហភាពគ្មានចម្រើនគឺអន់ថយជាងការរស់នៅជាឯកជននិងទី2ការរស់នៅក្នុងរបបបដិវត្តន៍សពថ្ងៃគ្មានសិទ្ធិសេរីភាពបរិបូរណ៍ទេទាំងការហូបចុកស្លៀកពាក់ដើរហើរនិងនិយាយស្ដីឆ្នាំ1977កម្លាំងរបស់ CIA បានបង្កើនការបំផ្លិចបំផ្លាញផ្នែកសេដ្ឋកិច្ចនិងកសិកម្មរបស់អង្គការបដិវត្តន៍កាន់តែខ្លាំងឡើងជឿនអឿបនិងឆិតបានលួចទម្លាយទំនប់ទឹកដើម្បីដាក់លបចាប់ត្រីបណ្ដាលឲ្យស្រែខ្វះទឹកខូចសន្ទូងប្រាំងអស់8ហិកតាដាមរងនិងព្រឿងបានលួចដោះលែងក្របីឲ្យចូលស៊ីស្រូវអស់40ថាំងអៀងត្រូវអង្គការផ្លាស់ពីមន្ទីរស្រុកភ្នំសំពៅឲ្យទៅនៅការដ្ឋានបឹងពោវិញដាមរងត្រូវរ៉ាប់រងផែនការជំនួសអៀងតទៅទៀតដាមរងបានយកផែនការរបស់អៀងទៅសហការជាមួយជឿននិងសឿនដើម្បីអនុវត្តប្រឆាំងនឹងបដិវត្តន៍នៅក្នុងរដូវចម្រូតនៅពាក់កណ្ដាលខែមីនាឆ្នាំ1977អង្គការបានចាប់ផ្ដើមរឹតបន្តឹងផ្នែកសន្តិសុខហាមប្រាមមិនឲ្យប្រជាជនផ្លាស់ចេញពីកន្លែងមួយទៅកន្លែងមួយដោយគ្មានការអនុញ្ញាតនិងបានតាមដានឈ្មោះអ្នកប្រឆាំងដែលជាប់សង្ស័យមួយចំនួនទៀតដាមរងនិងស៊ុនលីក៏ស្ថិតនៅក្នុងការតាមដានរបស់អង្គការដែរប៉ុន្តែអ្នកទាំងពីរនៅតែលួចជួបគ្នាដដែលនៅថ្ងៃទី29ខែមីនាឆ្នាំ1977នៅខណៈដែលដាមរងកំពុងរងចាំស៊ុនលីនៅការដ្ឋានបឹងពោគាត់ក៏ត្រូវអង្គការចាប់ខ្លួនដាមរងត្រូវសួរចម្លើយដោយឈ្មោះពាហៀងនៅក្នុងក្រុម10មិនមែនមានតែដាមរងម្នាក់ប៉ុណ្ណោះទេដែលត្រូវបានចាប់ខ្លួននៅក្នុងចម្លើយរបស់គាត់គឺមានមន្ត្រីទាហានឋានៈចាប់ពីសាក់មួយឡើងទៅក៏ត្រូវចាប់ខ្លួនដែរដោយយោងតាមចំណាមួយដែលសរសេរថាឈ្មោះក្នុងក្របខ័ណ្ឌពីយប់ចាប់ទាំងអស់ជីវប្រវត្តិនិងក្រុមគ្រួសារដាមរងមានស្រុកកំណើតនៅភូមិចំការសំរោងឃុំចំការសំរោងស្រុកបាត់ដំបងខេត្តបាត់ដំបងដាមរងមានប្រពន្ធ2នាក់ប្រពន្ធទី1ឈ្មោះខៀវកំហៀនបានលែងលះគ្នាដាមរងបានរៀបការប្រពន្ធទី2ឈ្មោះជុនវ៉ាតរស់នៅភូមិគោកបន្លៃឃុំអម៉ាល់ស្រុកភ្នំសំពៅតំបន់3ខេត្តបាត់ដំបងមានកូន2នាក់ដែលសុទ្ធតែបានរៀនដល់ថ្នាក់ទីបញ្ចប់ឪពុកឈ្មោះដាមឈឺម្ដាយឈ្មោះញុកមៀក